ហើយបងប្អូនអរគ្នាវត្តភ្នំសំពៅដល់ក្លោកវាចូលហើយសារេត្រីវិថីទីរចរភ្នំសំពៅនេះមួយដល់ហើយពុកម៉ែបងប្អូនលោកយាយលោកតាដែលតំតឹងរងចាំទស្សនាវីដេអូរបស់ខ្ញុំលើមកហើយបាទនេះណាឃើញទេបងប្អូនអរគ្នាបាទទៅអូនបែបហ៊ុនពូអូននំបងទៅអស់លុយមួយសាទៀតបាទនេះនេះខាងបជាវចេញហ៎ណ៎ជាវចេញនេះនេះមើលនៅលោកហើយមើលតែព្រះគេទេចាំបានលោករៀបចំសួនបានស្អាតហើយបងនេះទីស្ពាស្អាតបងប្អូនអរគ្នាណាមកអស់លុយយករបស់ឡងអស់លុយយកអញអើយអញនេះបងប្អូននេះว้ายนี่นี่คือจีรานจูนบองพระโอนយើងបាទដែលមកលេងលើភ្នំសំពៅបាទនេះគឺជាប្រវត្តិបាទបន្តិចទៀតខ្ញុំនឹងនាំបងប្អូនអរគ្នាទៅលាអាងវាច្រើនណាស់នេះគឺជារមណីយដ្ឋានកពូភ្នំសំពៅបងប្អូនអរគ្នារមណីយដ្ឋានប្រវត្តិសាស្ត្របាទអត់បានខ្ញុំចាស់អើតមើលទៅហើយចង់ចុកហ្នឹងស្លាយនោះស្លាយឈាមអីឡើងពេលអងខ្ញុំបានមកដល់លើហើយបងប្អូនអរគ្នាណានេះដល់កន្លែងនេះគឺលាអាងបងណាពុកម៉ែបងប្អូនអូយលាអាងជ្រុះណាបាទលាអាងជ្រុះពុកម៉ែបងប្អូនទឹកដីភ្នំសំពៅបងប្អូនអរគ្នាបាទនេះគឺទេសភាពបែបនេះបងប្អូនអូយស្អាតបាទនេះភ្នំសំពៅគឺជាកន្លែងរមណីយដ្ឋានបាទប្រវត្តិសាស្ត្រមួយដែលខេត្តប្រចាំខេត្តបាត់ដំបងតែម្ដងជាបងប្អូនអរគ្នាខ្ញុំបានមកដល់ហើយបងប្អូនអរគ្នាហើយក៏ខ្ញុំមកដល់មិនភ្លេចទីក្នុងការថតជូនពុកម៉ែបងប្អូនដើម្បីទស្សនាអញ្ចឹងណាបាទហើយជុំវិញនេះបងប្អូនបរិយាកាសគឺស្រឡះតែម្ដងណាសុទ្ធផ្ទះបងប្អូនជាកសិករជាជន